ជាមីឆុងឬក៏មីកញ្ចប់យើងធម្មតាទេតែបើយើងថែមគ្រឿងចេបចប់តិចតួចទៅវានឹងកាន់តែធ្វើឲ្យមីរបស់យើងមានរសជាតិឆ្ងាញ់ថ្ងៃនេះខ្ញុំបានមីពីរកញ្ចប់ទៀតឲ្យបងប្អូនហើយខ្ញុំដូរវិធីធ្វើបន្តិចដើម្បីឲ្យវាកាន់តែមានរសជាតិប្លែកដំបូងខ្ញុំដាក់ប្រេងឆាឲ្យក្តៅហើយដាក់ដើមខ្ទឹមខ្យល់និងម្ទេសលីងឲ្យឈ្ងុយបើសិនអត់មានដើមខ្ទឹមខ្យល់ទេយើងអាចប្រើគល់ខ្ទឹមក៏បានដែរហើយខ្ញុំបានបន្ថែមម្សៅម្ទេសបន្តិចដែរដើម្បីឲ្យវាឡើងពណ៌ក្រហមស្អាតតែបើអត់មានអត់ដាក់ក៏អីដែររួចហើយខ្ញុំដាក់ទឹក1លីត្រកន្លះធម្មតាមីពីរកញ្ចប់ចឹងយើងប្រើទឹកត្រឹមតែ1លីត្រក៏បានដែរតែដោយសារតែខ្ញុំថែមគ្រឿងច្រើនមុខចឹងទៅខ្ញុំដាក់ទឹករៀងច្រើនបន្តិចហើយបាញ់មិញខ្ញុំបានដាក់ម្សៅស៊ុបមាន់2ស្លាបព្រាកាហ្វេហើយនឹងគ្រឿងដែលគ្រឿងអំបិលមីហ្នឹងចូលទាំងអស់បន្តមកទៀតខ្ញុំដាក់គៀវហើយនឹងនំម្សៅអង្គរបស់កូរ៉េចូលប្រហែលជាមួយចានចង្កឹះតែចាននេះរាងធំគួរសមដែរហើយគៀវហ្នឹងវានៅកកអញ្ចឹងទៅខ្ញុំដាំវាឲ្យរាងឆ្អិនមកស្ទុះសិនបន្ទាប់មកបានខ្ញុំដាក់មីចូលខ្ញុំប្រើមី2កញ្ចប់ហើយបន្ទាប់ពីដាក់មីចូលហើយខ្ញុំបន្ថែមប្រហិតត្រីចូលមកកូនចានចង្កឹះដែរនិយាយទៅមួយឆ្នាំងនេះគឺមានគ្រប់សពបែបយ៉ាងតែម្ដងរួចហើយខ្ញុំថែមផ្សិតហើយថែមពងមាន់3គ្រាប់ហើយបើពងមាន់នឹងវិញគឺមានវត្តមានរហូតឲ្យតែឆុងមីគឺត្រូវតែមានហ្មងអត់ដែលបាត់ទេរួចហើយយើងដាក់ស្លឹកខ្ទឹមឬក៏ដើមខ្ទឹមខ្យល់ក៏បានហើយថែមម្ទេសតិចតួចទៀតទៅតាមយើងចូលចិត្តនិយាយទៅឆុងមីបែបហ្នឹងអត់មានកំណត់ទេយើងលេងលោកទៅតាមយើងចូលចិត្តមានអីយើងដាក់នឹងទៅបងប្អូនអត់អីទេ